មុននឹងសម្រាប់ចិត្តដកលុយពីកប៉ាល់3ទៅ40000ដុល្លារយកមកទិញជាមួយនឹងរថយន្តតាមតែខ្ញុំដឹងមកស្ពេចចិនហៅថា China Spec ហ្នឹងដូចជាគេមានបែងចែកទៅតាមតំបន់នៃក្នុងប្រទេសចិនហ្នឹងទៀតបាទដូចជានៅខ្វាំងតុងអីគេប្រើស្ពេចផ្សេងនៅជ្រុងឈីងអីគេប្រើស្ពេចផ្សេងអញ្ចឹងទៀតបាទពេលដែលឡានគាត់បែកកញ្ចក់យើងយកកញ្ចក់របស់យើងមកឡគឺអត់ត្រូវគ្នាគឺយើងខុសជើងគ្នាខួរក្បាលឡាននៅស្រុកចិនហ៎បាទប៉ុន្តែរៀងកែឡានហ្នឹងគឺនៅក្នុងស្រុកខ្មែរអញ្ចឹងទេបាទបើយើងចំណាយឲ្យត្រូវបាទព្រោះមិនងាយរកណាលុយ10000ដុល្លារឥឡូវណាជំរាបសួរបងប្អូនទាំងអស់គ្នាបាទជំរាបសួរបងបាទជំរាបសួរបាទបងប្អូនទាំងអស់គ្នាយើងស្វាគមន៍មកកាន់ Default Quick Podcast សប្តាហ៍ទី3បាទ episode 3ណាបាទកម្មវិធីរបស់យើងឥឡូវដូចជាលឿនដែរឈានចូលមកដល់ episode 3ហើយបងកាលពី episode មុនយើងនិយាយពី Hunter បាទដែលជាប្រភេទ OEV ប៉ុន្តែប្រធានបទសប្តាហ៍នេះគឺរៀងប្លែកតិចយើងលើកពី EV វិញបាទអូខេបងអញ្ចឹងក្នុងពេលបច្ចុប្បន្ននេះយើងឃើញថានៅក្នុងទីផ្សារប្រទេសកម្ពុជាយើងណាបាទរថយន្ត EV នេះគឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយបើយើងនិយាយទៅឥឡូវនេះគឺជីច្រើនដោយសារថា EV នេះគឺមានការសំចៃខ្ពស់បាទប៉ុន្តែអីដែលខ្ញុំចាប់អារម្មណ៍គឺនៅក្នុងទីផ្សារប្រទេសកម្ពុជាយើង EV គឺគេមាន2គេមាន Spec Gen 1ហើយនិង Global Spec 1បាទប៉ុន្តែខ្ញុំចង់ដឹងថា Spec Gen ហើយនិង Global Spec ហ្នឹងខុសគ្នាមិនដែរបងបាទអរគុណច្រើននិយាយទៅឥឡូវនេះនៅក្នុងទីផ្សារប្រទេសយើងគឺអាចនិយាយថាឡានអគ្គិសនីគឺចំណុចរសើបមែនតើបាទហើយអ្វីកាន់តែរសើបទៀតគឺដូចពី Spec អញ្ចឹងណា Global Spec និង China Spec បាទបើយើងនិយាយពី Global Spec គឺជា Spec មួយដែលគេផលិតមកយកទៅក្រៅប្រទេសបាទដោយយកទៅសហភាពអឺរ៉ុបអ៊ីតាលីអាល្លឺម៉ង់បាទចឹងនៅពេលដែលយកចេញគឺគេតេស្តជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចគ្នាបាទក៏ប៉ុន្តែបើយើងនិយាយពី China Spec គឺជា Spec ដែលគេផលិតមកសម្រាប់លក់នៅក្នុងស្រុកខ្ញុំកាន់តិចបងតាមតែខ្ញុំដឹងមក Spec ចិនហៅថា China Spec ហ្នឹងដូចជាគេមានបែងចែកទៅតាមតំបន់នៃក្នុងប្រទេសចិនហ្នឹងទៀតបាទដូចជានៅខ្វាំងតុងអីគេប្រើ Spec ផ្សេងនៅជ្រុងឈីងអីគេប្រើ Spec ផ្សេងអញ្ចឹងទៀតបាទនិយាយទៅបើយើងនិយាយពីឡានអគ្គិសនី brand ណាមួយឯងយើងមើលនឹងភ្នែកឡានដូចគ្នាបែបដាក់ហ្មងបាទតែវាខុសចំណុចទូដែលយើងពិបាកស្មានដល់ណាបាទដូចជាឧទាហរណ៍ថាឡាននៅស្រុកខ្មែរប្រភេទ Chinese Spec យកមកនៅនៅក្រុមហ៊ុនយើងបាទក៏ប៉ុន្តែនៅពេលដែលឡានគាត់បែកកញ្ចក់យើងយកកញ្ចក់របស់យើងមកឡគឺអត់ត្រូវគ្នាគឺយើងខុសជើងគ្នាអញ្ចឹងមានថា Global Spec ជាមួយនឹង China Spec រៀងឡានគឺដូចគ្នាទាំងអស់តែវាខុសគ្នាចំណុចតិចហ្នឹងបាទអញ្ចឹងបងដូចខ្ញុំនិយាយថានៅស្រុកចិនហ្នឹងគេបែងចែកទៅតាមតំបន់ទៀត Spec នៅតំបន់ដូចថាឈុងឈិងគេប្រើ Spec ផ្សេងគេប្រើ software ផ្សេងនៅខ្វាំងតុងអីគេប្រើ software ផ្សេងទៀតអញ្ចឹងន័យថាឡាន Spec ចិនដែលនាំចូលមកក្នុងស្រុកខ្មែរហ្នឹងក៏អត់មានប្រភពច្បាស់លាស់ថាមកពីទីក្រុងមួយណាខេត្តមួយណាដែរអាចថាព្រោះនៅក្នុងស្រុកចិនយើងដឹងហើយគឺធំអញ្ចឹងអាកាសធាតុអីក៏ខុសគ្នាដែរអញ្ចឹងឡានដែលនាំចូលមកស្រុកខ្មែរយើងក្តៅអាចថាបើនាំឡានចូលមកពីតំបន់ត្រជាក់នៅក្នុងប្រទេសចិនមកប្រើស្រុកយើងក៏អាចនឹងមានបញ្ហាដែរបាទហើយហើយបើយើងនិយាយពី Global Spec ឧបមាថាឡាន Global Spec គឺ export មកស្រុកខ្មែរគឺគេធ្វើជាស្តង់ដារមកស្រុកខ្មែរហ្មងស្រុកយើងក្តៅអញ្ចឹងពេលធ្វើស្តង់ដារមកធ្វើម៉ាស៊ីនជែកនេះជាក្នុងឡានលឿនបាទអញ្ចឹងគេធ្វើតម្រូវទៅតាមប្រទេសមួយបាទបងអូខេបងអញ្ចឹងនិយាយចាំឲ្យយើង Spec ចិនគេប្រើដូចជាមាន rank គេផ្សេងណាបងហើយ Global version គេមាន rank គេផ្សេងទៀតអញ្ចឹងចង់បងបកស្រាយកន្លែងហ្នឹងទៅបងបើយើងនិយាយពី rank ស្តង់ដារនៃ rank គឺយើងមាន3ទី1ហ្នឹងគឺ WTP ទី2 NEDC ជាមួយនឹងទី3 CRTC បាទតែស្តង់ដារដែល rank ដែលត្រូវហ្មងគឺគេប្រើជាមួយនឹង WLTP ជាមួយនឹង NEDC ដែលជាប្រភេទស្តង់ដារអឺរ៉ុបបាទតែបើយើងនិយាយពីស្តង់ដារចិនគឺគេប្រើជាមួយនឹង CRTC ដែលប្រភេទស្តង់ដារចិនហ្នឹងគឺអត់យើងថាមក620គឺរត់គឺអត់បាន620ទេបានតែ400ជាងឬក៏500ស្ដើងទេ
បាទគឺបានតិចក៏តែបើយើងនិយាយពីរង្វាស់ខ្នាតNEDC ជាមួយនឹង WLTP គឺវាលំអៀងតិចតួចទេបាទអញ្ចឹងយើងរត់ទៅគឺយើងមានបាត់គីឡូច្រើនអញ្ចឹងមកន័យថារង្វាស់ខ្នាតមួយដែល accurate ហ្នឹងថាសុក្រភាពណាគឺ WLTP អញ្ចឹងទោះបីជាគាត់ទិញ spec ដែលប្រើ CLTC មិនដែរ convert មកគឺជីកបានទៅតាមចំនួនដែរបាទមិនតិចទេ WLTP គេកំណត់ត្រូវបងត្រូវអូខេអញ្ចឹងបន្តទៀតបងប្អូនគ្នាអញ្ចឹងតកតងទៅនឹង material ឡានមកនេះថា material របស់ឡានហ្នឹងអានឹងមិនដែរបង spec ទាំងពីរហ្នឹងអូខេបងបើយើងនិយាយពី material ក្នុងឡានយើងនិយាយពី global spec អាចនិយាយថាឡាន 100% ពីក្បាលដល់កតុយគឺគ្រឿងគេថា material ហ្នឹងអាចនិយាយថា10ទៅ20%ឯងចំណាយឲ្យ80%ទៀតគឺយកមកពីក្រៅប្រទេសហើយយើងឥឡូវយើងឧទាហរណ៍ដូចជាខ្សែភ្លើងគឺយើងយកមកពីអាមេរិកបានបងបានខួរក្បាលរបស់ឡានយើងយកមកពីអាល្លឺម៉ង់បាទអញ្ចឹងយើងអាចថាតាស្បែកពូកឬក៏ប្រព័ន្ធជើងក្រោមឬក៏ប៉ាន់ណាអីយ៉ាងដែលនៅក្នុងស្រុកចិនហ្នឹងណាបាទអញ្ចឹងបើយើងនិយាយពីស្បែកចិនគឺ everything material គឺនៅក្នុងស្រុកចិនហ្មងបាទដោយសារតែគេចង់ឲ្យប្រជាជនគេហ្នឹងទទួលបានឡានដែលមានតម្លៃធូរហើយប្រើប្រាស់ក្នុងស្រុកបាទទទួលបានហ្មងបាទអញ្ចឹងវាខុសគ្នាច្រើនសម្រាប់global spec ហើយ Chinese spec ណាបាទចុះបើតាក់ទងទៅនឹងប្រព័ន្ធ software អីវិញមិនដែរបងប្រព័ន្ធ software អូខេបើយើងនិយាយពីប្រព័ន្ធ software គឺប្រព័ន្ធ software ចេញមកគឺអង់គ្លេសហ្មងសម្រាប់ global spec ហើយយើងអត់ចាំបាច់ទៅ jailbreak ភាសាទេអញ្ចឹងបើយើងប្រើជាមួយនឹង global spec គ្រប់យ៉ាងគឺយើងបញ្ជាដោយអង់គ្លេសសូម្បីតែ voice command ក៏អង់គ្លេសដែរបាទហើយបើយើងនិយាយពី update គឺយើងអាច update ខ្លួនឯងបានមាន app សម្រាប់ប្រើបាទហើយបើយើងនិយាយពី China spec គឺខុសគ្នាហ្មងអក្សរចិនបាទអក្សរចិនយកមកអក្សរចិនjailbreak ទៅអង់គ្លេសបាទត្រូវការ update system ទៅកន្លែង Gray Market ហ្នឹងគេ update អស់លុយទៀតបាទហើយនៅពេលដែល update ហ្នឹងគឺសម្រាប់ Gray Market គឺវាមានបញ្ហាច្រើនអាចមានបញ្ហាច្រើនបញ្ហាទៅដល់អគុយឡានអាចមានបញ្ហាថ្មអីចឹងណាបាទគីឡូដើរខុសប្រក្រតីបាទ620បាន1400តិចតួចបាទអញ្ចឹងវាហានិភ័យមែនតើហើយសម្រាប់ថ្មឡានអគ្គិសនីដឹងតម្លៃប៉ុន្មានតែដឹងតម្លៃប៉ុន្មានទេថ្លៃប៉ុន្មានដែរបងតម្លៃ80%នៃតម្លៃឡានបាទអញ្ចឹងមកសើតម្លៃយើងតម្លៃឡានរបស់យើង30000អញ្ចឹង80%នៃឡានគឺវាចូល20000ជាងហើយបាទអញ្ចឹងគឺវាថ្លៃមែនតើអញ្ចឹងបានខុសត្រូវគ្នាតិចតួចយកប្រភេទ global spec មានក្រុមហ៊ុនធំត្រូវទៅយើងមានធានាធំត្រូវដូចគ្នាបាទបងបាទអញ្ចឹងចែកតតងទៅនឹងប្រព័ន្ធ software ហ្នឹងបានន័យថាខួរក្បាលឡាននៅស្រុកចិនហ៎បាទប៉ុន្តែរៀងកាយឡានហ្នឹងគឺនៅក្នុងស្រុកខ្មែរអញ្ចឹងទេអញ្ចឹងពេលមានបញ្ហាអីតត្រូវការ update អីតតែជាពីចិនមកបាទជាពីចិនបាទហើយសំខាន់អស់លុយទៀតណាបាទមិនដូចនៅ global spec ទេglobal spec update ខ្លួនឯងក៏បានមកក្រុមហ៊ុនupdate ឲ្យក៏បានអត់មានអស់លុយទេបាទហើយ update ហើយគឺវាសុវត្ថិភាពហ្មងបាទតែបើយើងនិយាយចាំមកយើងនិយាយតាក់ទងទៅនឹងតម្លៃវិញបាទតម្លៃ spec ចិនអាចថាក្រម global ច្រើនណាបាទខុសគ្នាតាមហ្នឹងដូចជា28ហើយក្រុមហ៊ុនដូចលក់លើហ្នឹងបាទមិនដែរបងត្រូវspec ចិនគឺធូរជាង spec global មានថា gray market ធូរជាងជាមួយនឹងក្រុមហ៊ុនបាទក្រុមហ៊ុនគឺគេយកជាមួយនឹង spec global មកហើយសម្រាប់ spec global នេះគឺយើងមានធានាធំត្រូវបាទយើងមានធានាទៅលើ motor លើថ្មហើយយើងមានជាមួយនឹង service ច្រើនទៀតក៏ប៉ុន្តែបើយើងនិយាយពី gray market តម្លៃវាធូរខ្ញុំសួរគាត់ថាខុសគ្នាច្រើនក៏ប៉ុន្តែតាមដែលដឹងមកតម្លៃហ្នឹងតែញមកយើងមិនមែនជិះប៉ុណ្ណឹងទេត្រូវអត់បងយើងមានត្រូវ add on អីបន្ថែមទៀតទេបាទយើងត្រូវ add បន្ថែមដូចជាបើយើងចង់បានយ៉ាន20 inch យើងត្រូវថែមលុយមក500អញ្ចឹងទៅបាទចង់បាន smart key មួយគ្រាប់ឬក៏កាតមួយគ្រាប់ទៀតយើងត្រូវថែម5-600ទៀតទៅបាទយើងចង់បាន Apple CarPlay យើងត្រូវថែមលុយពីលើនឹងទៀតទៅបាទឬក៏ចង់បានជាមួយនឹងការធានាក៏ត្រូវទិញណាជាមួយនឹង Gray Market ណាបាទអញ្ចឹងបើយើងបូកទៅបូកមកហ្នឹងឡាន28000វាឡើងទៅដល់30000ជាងហើយអញ្ចឹងវាខុសជាមួយនឹងក្រុមហ៊ុនលំអៀងដល់3000អីទេ
ចឹងយើងប្រើជាមួយនឹង global switch មានចំណេញជាងបាទ បាទ កក់ក្ដៅផង ខុស 3000 ហ្នឹងចែកបងខុស 3000 ហ្នឹងបើសិនជាគាត់យកមកទិញពីក្រុមហ៊ុនវិញណាពីក្រុមហ៊ុនទៅគេមាន activity ច្រើនជូនអតិថិជនក្រោយពេលទិញបានថាក្រុមហ៊ុនគេមាន VIP dinner គេអញ្ជើញអតិថិជនមកញ៉ាំអាហារជុំគ្នាដើម្បីចែកម្លែកបទពិសោធន៍ការប្រើប្រាស់ឡានរបស់ក្រុមហ៊ុនអញ្ចឹងទៅឬមួយក៏គេមាន trip គេមាន charity អីផ្សេងៗដែលគេអញ្ជើញអតិថិជនមកអញ្ចឹង 3000 ហ្នឹងអាចនឹងដូរទៅជាអញ្ចឹងវិញណាបាទ បាទហ្នឹងហើយនិយាយទៅបើយើងនិយាយពីខាងក្រុមហ៊ុនខាងក្រុមហ៊ុនអត់ការអតិថិជនទេបាទគឺយើងមានទំនួលខុសត្រូវខ្ពស់ហើយបើយើងនិយាយពីខាង Grey Market វិញយើងនិយាយពីការធានាគឺដូចខ្ញុំនិយាយចឹងគឺថែមជាមួយនឹងលុយដើម្បីទិញការធានាក៏ប៉ុន្តែនៅពេលដែលយើងទិញជាមួយនឹង Grey Market ណាគឺគេអត់មានrecommend ឲ្យយើងទិញការធានាដោយសារតែ Grey Market ហ្នឹងគឺអត់មានជាមួយនឹងកន្លែង workshop របស់គេដើម្បីថែទាំរថយន្តបាទនៅពេលដែលមានបញ្ហាអីគឺគេអត់មានទេអញ្ចឹងបានគេrecommend ឲ្យអ្នកទិញហ្នឹងថាមិនបាច់ទៅទិញការធានានាំទៅអស់លុយអីទេបាទឡាននឹងល្អឡាននឹងស្អាតហើយឡាននឹងធន់ហើយបាទហើយជាក់ស្ដែងមួយឆ្នាំពីរឆ្នាំមានទៅខូចអីបងត្រូវអត់បាទតែយើងប្រើពី2-3ឆ្នាំឡើងទៅអាហ្នឹងបាទបងបានជំងឺបានវាធ្វើទុកអញ្ចឹងតាក់ទងទៅនឹងការធានាដែរការធានាហ្នឹងតើយើង add លុយបានគេបានទិញការធានាហ្នឹងបានក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់បងថាចេះបើពីក្រុមហ៊ុនទៅការធានាគេធានារយៈពេលយូរហើយធានាហ្នឹងជា official warranty ដែលទិញពីរោងចក្ររបស់ default នឹងផ្ទាល់ម្ដងបាទចុះបើសម្រាប់ទីផ្សារខាងក្រៅធានាហ្នឹងគេទិញពីរោងចក្រផ្ទាល់ដែរឬមួយក៏បែបណាដែរបងសម្រាប់ខាងក្រៅសម្រាប់ Grey Market គឺអត់ទេបាទគឺទិញពីមាត់របស់គាត់មកគឺអត់មានអីសំអាងទេបាទអញ្ចឹងបើយើងនិយាយពីក្រុមហ៊ុនជាមួយនឹង Grey Market គឺខុសគ្នាយើងអាចទិញការធានាបានបាទតែការធានាហ្នឹងចេញពីរោងចក្រគឺអត់ទេគឺចេញពីគាត់អ្នកលក់មកបាទអញ្ចឹងតាក់ទងទៅនឹង spare part អីក៏អត់មាន stock ទុកបាទអត់មាន stock ទុកទេបាទអត់ដូចយើងឯងយើងឲ្យសិនជាspare part គឺយើង stock ទុកនៅចំណុចដែលណាដែលសំខាន់នៃឡានណាបាទអូខេបងអញ្ចឹងមួយទៀតបងតាក់ទងទៅនឹងឆ្នាំក្រោយណាខ្ញុំឮថារដ្ឋាភិបាលចិនគេដាក់ចេញច្បាប់មួយមកបានន័យថាឡានអគ្គិសនីដែលត្រូវនាំចេញទៅក្រៅប្រទេសណាការលក់ហ្នឹងគឺត្រូវដាច់ខាតត្រូវតែមាន license ចេញពីរដ្ឋាភិបាលចិនឬមួយក៏រោងចក្រផ្ទាល់ហ្មងទើបអាចនាំឡានអគ្គិសនីដែលជាឡានអគ្គិសនីហ្នឹងនាំចេញមកលក់នៅខាងក្រៅប្រទេសបានទីផ្សារខាងក្រៅបានហើយមួយទៀតអ្នកដែលនាំមកហ្នឹងគឺត្រូវដាច់ខាតហ្មងត្រូវតែមាន license ចេញពីរោងចក្រទើបអាចយកឡានហ្នឹងចេញមកបានអូខេបងតើបន្ថែមឡើងទៀតបងប្អូនអរគុណសម្រាប់ច្បាប់នៅឆ្នាំ2026នេះណាអានេះតាមដែលលើវាមិនតាន់ជា official ឆ្នាំក្រោយណាអានេះតាមដឹងលើពីព័ត៌មានមួយចំនួនគេចុះពីរដ្ឋាភិបាលចិនណាបាទឡានមិនថាឡានអគ្គិសនីមួយចំនួនដែលត្រូវចេញនាំចេញមកលក់នៅកាន់ទីផ្សារក្រៅប្រទេសចិនហ្នឹងគឺដាច់ខាតហ្មងគឺត្រូវតែអ្នកដែលនាំចូលឡានហ្នឹងគឺត្រូវតែមាន license ចេញពីរោងចក្រឬមួយក៏រដ្ឋាភិបាលចិនចេញមកផ្ទាល់បាទត្រូវអញ្ចឹងបានឡានអគ្គិសនីដែលលក់នៅក្នុងប្រទេសយើងសប្តាហ៍នេះគឺបឡំថាជាឡានមកទឹកទេបាទហើយបន្តមកទៀតចំណុចបន្ទាប់ហ្នឹងគឺបានន័យថាឡានដែលនាំចេញមកក្រៅស្រុកហ្នឹងដាច់ខាតមួយទៀតគឺត្រូវតែចុះលេខវិននៅក្រសួងរបស់ចិនបាទដើម្បីធានាថាពេលដែលឡានហ្នឹងយកមកប្រើប្រាស់នៅក្រៅប្រទេសពេលដែលមានបញ្ហាអីទៅគឺគេអាចឆែកដឹងពីប្រវត្តិឡានហ្នឹងនៅប្រទេសចិនបាទហ្នឹងហើយអញ្ចឹងវា comfort ដែរសម្រាប់ប្រទេសចិនបាទហើយបន្ថែមពីលើហ្នឹងឡានដែលនាំចេញមកកាន់ទីផ្សារខាងក្រៅបានន័យថាគាត់ត្រូវតែតេស្តប្រព័ន្ធសុវត្ថិភាព CC3 បាទអាហ្នឹងគឺជា standard សុវត្ថិភាពមួយហើយបើមិនអញ្ចឹងបើអត់មាន certificate តេស្ត CC3 ហ្នឹងទេគាត់អត់អាចនាំចេញបានទេបាទអញ្ចឹងសម្រាប់ឡាន spec global spec ចិនគឺឆ្នាំក្រោយនេះអាចថានឹងឡើងមានហើយព្រោះគាត់ស្អីការនាំចូលគឺតឹងរឹងខ្លាំងមែនតើបាទវាយើងគិតទៅធីប6ខែបាទ6ខែបូកការដឹងជូនថាយ៉ាងយូរ2ខែវាចូល8ខែបាទអញ្ចឹងអតិថិជនចាំ8ខែចាំការយូរបាទចង់ចូលឆ្នាំថ្មីបាទហើយឡានដែល0គីឡូម៉ែត្រក៏អត់អាចនាំចូលបានដែរតើតែជាឡានមកទឹកហើយទុកនៅក្នុងស្រុកចិនហ្នឹងលើសពីរយៈពេល6ខែទៀតបាទនិយាយទៅវាខុសពីក្រុមហ៊ុនដែលជា officer របស់
đài cù màដូចថា default របស់ Changan អញ្ចឹងយើង default Cambodia គឺយក direct មកគឺអត់ចាំបាច់6ខែទេបាទគឺយើងសួរមែនតើ អូខេបងប្អូនអរគ្នាអញ្ចឹងសរុបមកវិញតកតងទៅនឹងរថយន្ត Nakisni រវាង Spec ចិនហើយនិង Spec Global គឺមានភាពខុសគ្នាច្រើនដែរបាទនិយាយទៅគឺច្រើនដែរព្រោះខុសគ្នាតកតងទៅនឹង material តកតងទៅនឹង software ហើយក៏ដូចជាប្រព័ន្ធការធានា warranty អីក៏មានភាពខុសគ្នាដែរអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះបងប្អូនអរគ្នាអាចយកទៅធ្វើការពិចារណាចែករំលែកជាចំណេះដឹងតិចតួចបាទហើយមុននឹងសម្រេចចិត្តដកលុយពីកប៉ៅ$3 ទៅ$4,000យកមកទិញជាមួយនឹងរថយន្តបាទបើយើងចំណាយឲ្យត្រូវបាទព្រោះមិនងាយរកណាលុយ$10,000ឥឡូវណាត្រូវបាទអញ្ចឹងបើសិនជាបងប្អូនអរគ្នាត្រូវការរថយន្ត Nakisni ដែលមានទំនុកចិត្តខ្ពស់អាចកលេចមកចាប់អារម្មណ៍ទៅលើ Default បានព្រោះមានការនាំចូលជាផ្លូវការពីក្រុមហ៊ុនធំគឺ OMA Cambodia បាទហើយបងប្អូនមកស្វែងរកជាមួយនឹង Default ប្រភេទ Global Spec របស់ Default Cambodia បាទយើងមានការធានាត្រឹមត្រូវចេញពីរោងចក្រផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់ Quick Focus សប្តាហ៍ទី3នេះគឺសូមថាចប់ត្រឹមហ្នឹងហើយអញ្ចឹងយើងជួបគ្នានៅពេលវេលាតែនៅ episode ទី4បាទ